ชีวิตเขาเป็นกบชีวิตต้องเอาไว้อัดเป็นเอาไว้หาทางสู้เลยคือแต่งแต่ฉลองกันในเรื่องราวต่างๆนี่ให้พอลำบากต่างๆนั้นไอ้คลายจะไม่เรียนชีวิตสำหรับเยินน้องกาอภิวัตกลุ่นไอ้น้องการุณเราก็ต่อเตียนกูมันกลัวเอาไว้คลายตัวเจียตีเลียนในการซองสักตีเลียนในการบ่มพลายกลุ่นไอ้ปีดำทว่าทลอบเกิดแต่เหตุไอ้กันนาเต้นกันนาเรื่องเก่า3 2 4 10 ឆ្នាំហើយនៅទាំងអង្គុយហេតុអីក្រោយមកតែអត់មានហេតុអីទេហ្នឹងបើគិតហេតុអីនៅតែអត់មានចម្លើយព្រោះវាផុតអស់ហើយហ្នឹងចាស់ដែលធ្លាប់សង្គ្រោះអាត្មាធ្លាប់មានមេត្តាធម៌ចំពោះអាត្មាហើយគ្រួសារមួយចំនួនដែលធ្លាប់ប្រមាថការទៀនមកលើអាត្មានោះបានស្លាប់ភាគច្រើនអស់ហើយហ្នឹងกันนาអាត្មាក៏បានវិលត្រឡប់ទៅភូមិនឹងក្រោយមកទៅដើរជួបចាស់មួយចំនួនស្លាប់ចង់អស់ហើយអញ្ចឹងបើយើងនៅសួរហេតុអីទៀតវាអត់មានទេអ្នកស្លាប់មនុស្សទាំងឡាយដែលយើងធ្លាប់ភពប្រសពកាលពីប្រហែល40 ឆ្នាំមុនហ្នឹងគាត់នៅក្នុងភ្នូអស់ហើយហ្នឹងกันนาเต้นអញ្ចឹងមេរៀនជីវិតអាត្មាខ្លួនឯងគិតថាអត់មានគាត់ដឹងថារឿងវាកើតហើយរឿងទាំងអស់នេះខ្លាយជាមេរៀនសម្រាប់ព្រោះរឿងអតីតកាលដែលកន្លងផុតទៅហើយយើងអត់មានសមត្ថភាពអាចកែប្រែវាឲ្យទៅបានទេមានតែទទួលស្គាល់ហើយបន្តដំណើរតទៅទៀតចា៎បងកណាហើយបើសួរអាត្មាថាមានវិធីសាស្ត្រអីដើម្បីលុបយើងអាចលុបអតីតកាលទេកណាទេតែយើងគ្រាន់តែយើងប្រតិកម្មទៅអតីតកាលរបស់យើងដោយវិធីណាហ្នឹងគឺជាទេពកោសលនៃមនុស្សរៀងខ្លួនដែរកណាបើអាត្មាដឹងខ្លួនឯងថាអាត្មាចាត់ទុកអតីតកាលដ៏សោកសង្រេងហ្នឹងនៅក្នុងជីវិតរបស់អាត្មាហ្នឹងដោយវិធីណាអាត្មាដឹងកណាប៉ុន្តែបើសិនជាប្រាប់ទៅអាចអ្នកដទៃអាចជោគជ័យអាចអត់ប៉ុន្តែសម្រាប់អាត្មាមួយថាអតីតកាលវាលែងមានហើយកណាអតីតកាលវាអត់មានទេវាផុតហើយហ្នឹងដូចកណេជជែកមួយសម្ដេចថ្ងៃនេះពេលយើងជជែកហើយផុតហើយគឺទៅផុតបានហើយកណាវាអត់មានទៀតថាការរលត់ទៅអញ្ចឹងវាអត់មានទៀតទេកណាយើងទុកសង្រៃជាមួយរឿងទាំងអស់ហ្នឹងដោយមិនយកវាមកជាមេរៀនអាហ្នឹងបញ្ហាកាន់តែខ្លាំងបងសម្រាប់សម្ដេចដោះមិនអាត្មាងាកមកពុទ្ធសាសនាច្រើនកណាទីមួយរឿងទាំងអស់ហ្នឹងវាតែងតែអ្វីដែលអាត្មាឈ្មោះយនសេនជាតិនេះទទួលរួមខ្លាំងផុតគឺចិត្តរបស់អាត្មាគិតអំពីកាលនោះហេតុអីគេមិនគ្រោះអាត្មាអញហេតុនោះគេប្រមាថអញហេតុអីបានយ៉ាងដូចនេះហើយអវិជ្ជមានណាវាកើតមកកណាទេអញ្ចឹងចិត្តហ្នឹងវារបួសអញ្ចឹងអាត្មាងាកទៅខាងពុទ្ធសាសនាគឺអាត្មាសំណាងដែរបានបួសក្រោយមកបានបួសក៏ជួបលោកគ្រូដែលជាអ្នកចេះដឹងហើយព្រះឧបជាលោកអ្នកចេះដឹងកណាហើយក៏អាត្មាចូលទៅបដិបត្តិសមាធិ